ស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាមកថ្ងៃនេះមកជួបនឹងខ្ញុំទៅថ្ងៃនេះបានមុខម្ហូបខ្មែរបងមកមើលទាំងអស់គ្នាថ្ងៃហ្នឹងមុខម្ហូបអីបងថ្ងៃនេះរៀងប្លែកហីមានកពឹសបន្តិចមានខ្យងបន្តិចមានក្តាមបន្តិចបងថៃបានខ្ញុំថាមុខម្ហូបខ្មែរបងថ្ងៃនេះសិតតែរបស់ខ្មែរមានត្រួយកតួតមានត្រួយអើយគេស្បៃរឿងមានម្អមមានតកួនហើយហ្នឹងអីនេះអីគេហើយគេត្រួយកភ្លូអូយចង់ផ្លេចបងមានលហុងមានកសាំងមានម្រះខ្មែរបងមានម្ទេសទៀតតើបងទៅតាមមើលទាំងអស់គ្នាថ្ងៃនេះមុខម្ហូបខ្មែរបានអីគេមកបងមកបោកក្តាមមួយបងអើយមិននេះសិតតែខ្លាញ់ខែភ្លៀងអញ្ចឹងក្តាមយើងខ្លាញ់ល្អណាបងហើយមើលមុខមកនេះបងមកចិត្តសបកលហុងបងអើយសំខាន់ថ្ងៃនេះទិញលហុងបានពើមាន់ល្អមែនតែនហ្មងណាកុំរត់ទិញបានណាបងអើយក៏រត់បងអើយនេះថ្ងៃនេះទិញបានក្តឹមម្រះល្អមែនតែនហ្មងណាអូយឈ្ងុយអាមកអមសែបងយើងចាប់ដើមពូកសាំងអូយចាស់ល្អមែនតើបងអើយមកមកខ្វេះកសាំងបងអើយបើនៅស្រុកយើងណាមកថងតែ1000ឯកសាំងប៉ុន្តែនៅនេះមួយផ្លែ500មកបងជូរល្ហុងបងចាប់ផ្ដើមមកបុកល្ហុងទាំងអស់គ្នាម្ទេសហុយនិងម្ទេសក្របបងឲ្យខ្ទឹមដាក់ចូលមកចាក់សណ្តែកដីចូលបងដើម្បីឲ្យវាស្រួលបុកម្ទេសយើងឲ្យម៉ត់ណាចាក់កសាំងចូលបុកកសាំងយើងឲ្យម៉ត់មកបងដើម្បីឲ្យវាចូលជាតិណាបងដាក់ប្រហុកឆៅចូលខ្ញុំច្រាមវាម៉ត់ទេបងដាក់វាមួយដុំព្រោះខ្លាចវាប្រៃណាប៊ីចេងមកស្ពាបងថ្ងៃនេះខ្ញុំប្រើស្ករក្រហមស្ករខ្មែរយើងបងល្អនេះឡើងក្រហមដាក់វាមកវែកទៅនេះបងនេះបងយើងចាប់ផ្ដើមបុកវាឲ្យចូលជាតិគ្នាមកចាំយើងផ្សំគ្រឿងតាមក្រោយទៀតនេះបងខ្យងយើងបានស្ងោរឆ្អិនហើយចាក់វាចូលមកអានេះខ្យងស្រែរបស់យើងបងខ្ញុំស្ងោរវាចាក់យកក្បាលដើម្បីឲ្យយើងស្រួលបុកទៅវាតំណងនេះបងចាប់ផ្ដើមដាក់ល្ហុងចូលមកនេះបងអើយគាត់ថាធំក្លិនគាត់ឲ្យតែម្ហូបខ្មែរយើងវាឈ្ងុយហើយវាឃ្លានហ្មងឈ្ងុយនេះបងឥឡូវចាប់ផ្ដើមដាក់កាពឹសចូលបងថ្ងៃនេះអត់បានកាត់ព្រួយវាទេដោយសារកាពឹសស្រែយើងវារៀងទូចហើយខ្ញុំដាក់ចាន់ដៃដោយសារអីត្បាល់ខ្ញុំវារៀងទូចពេកបងដាក់វាចូលមកកូរវាឲ្យសព្វមកនេះបងចុងក្រោយយើងដាក់ក្តាមអូយនេះបងយើងចាប់ផ្ដើមដាក់ម្អមស្រែយើងចូលមកអូយឈ្ងុយបងអើយថ្ងៃនេះបានបុកល្ហុងក្តាមស្រែបងអើយនេះហើយអីតោះទៅមើលខ្ញុំភ្លក់ទាំងអស់គ្នាបងអើយរសជាតិអែមហួស